សូមជូនរឿងសុភមាននប់សកម្មភាពនៃកម្មចែកសត្វក្នុងពិភពលោកសម័យមួយព្រះបរមគ្រូគង់នៅក្នុងវត្តចិត្តពុនសុភមាននប់ជាកូនរបស់តោតេយព្រាហ្មណ៍បានចូលទៅគាល់ព្រះដ៏មានព្រះភិក្ខហើយក្រាបបង្គំទូលសួរអំពីហេតុបច្ច័យនៃកម្មចែកសត្វនៅក្នុងពិភពលោកថាបបិទ្ធព្រះគោដមដ៏ចម្រើនអ្វីជាហេតុអ្វីជាបច្ច័យដែលនាំឲ្យពួកមនុស្សមានសេចក្តីថោកទាបនិងខ្ពង់ខ្ពស់ព្រោះថាមនុស្សខ្លះមានអាយុខ្លីមនុស្សខ្លះមានអាយុវែងមនុស្សខ្លះមានជំងឺច្រើនមនុស្សខ្លះមានជំងឺតិចមនុស្សខ្លះមានសម្បុរអាក្រក់មនុស្សខ្លះមានសម្បុរល្អមនុស្សខ្លះមានស័ក្តិតូចមនុស្សខ្លះមានស័ក្តិធំមនុស្សខ្លះមានភោគៈសម្បត្តិតិចមនុស្សខ្លះមានភោគៈសម្បត្តិច្រើនមនុស្សខ្លះមានត្រកូលទាបមនុស្សខ្លះមានត្រកូលខ្ពស់មនុស្សខ្លះមានប្រាជ្ញាតិចមនុស្សខ្លះមានប្រាជ្ញាច្រើនព្រះសម្ពុទ្ធសម្ដែងប្រាប់សុភមាននប់ថាកម្មសកាមានវសត្តាកម្មទាយាទាកម្មយោនិកម្មពន្ធុកម្មបដិសរណាកម្មងសតិវិភច្ចតិយតិទាំងហេណបណៃតតាយៈប្រែថាសត្វទាំងឡាយមានកម្មជារបស់ខ្លួនមានកម្មជាមរតកមានកម្មជាកំណើតមានកម្មជាផៅពងមានកម្មជាទីរលឹកកម្មតែងចែកសត្វទាំងឡាយឲ្យថោកទាបនិងឲ្យខ្ពង់ខ្ពស់នៅក្នុងលោកសុភមាននប់ស្ដាប់មិនបានទើបទូលសូមឲ្យព្រះសម្ពុទ្ធសម្ដែងវែកញែកឲ្យបានពិស្ដារព្រះសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាមនាលមាននប់បើដូច្នោះចូលអ្នកយកចិត្តទុកដាក់ស្ដាប់ចុះតថាគតនឹងសម្ដែងមាននប់ទូលព្រះពុទ្ធដីកាថាព្រះករុណាព្រះអង្គព្រះសម្ពុទ្ធត្រាស់សម្ដែងវែកញែកចែកតាមកម្មរបស់សត្វលោកថាអ្នកមានអាយុខ្លីព្រោះការសម្លាប់មនុស្សសត្វអ្នកមានអាយុវែងព្រោះការមិនសម្លាប់មនុស្សសត្វអ្នកមានជំងឺច្រើនព្រោះការបៀតបៀនមនុស្សសត្វអ្នកមានជំងឺតិចព្រោះការមិនបៀតបៀនមនុស្សសត្វអ្នកមានសម្បុរអាក្រក់ព្រោះមានសេចក្តីក្រោធខឹងច្រើនអ្នកមានសម្បុរល្អព្រោះមិនមានសេចក្តីក្រោធខឹងអ្នកមានស័ក្តិតូចព្រោះសេចក្តីច្រណែនអ្នកដទៃអ្នកមានស័ក្តិធំព្រោះមិនមានសេចក្តីច្រណែនអ្នកមានភោគៈសម្បត្តិតិចព្រោះមិនធ្វើទានអ្នកមានភោគៈសម្បត្តិច្រើនព្រោះបានធ្វើទានអ្នកមានត្រកូលទាបព្រោះមានការមើលងាយគេអ្នកមានត្រកូលខ្ពស់ព្រោះមិនមានការមើលងាយអ្នកមានប្រាជ្ញាតិចព្រោះមិនសាកសួរមិនសិក្សាអ្នកមានប្រាជ្ញាច្រើនព្រោះមានការសាកសួរបានសិក្សាលទ្ធផលនៃអំពើទាំងអស់នេះជាសំណល់កម្មដែលសេសសល់អំពីការទទួលផលក្នុងនរកប្រែតដេរិឆានឬឋានសួគ៌បានមកកើតជាមនុស្សទើបត្រូវទទួលផលបែបនេះការព្រះសម្ពុទ្ធទ្រង់សម្ដែងចប់ហើយសុភមាននប់ក្រាបបង្គំទូលព្រះដ៏មានព្រះភិក្ខថាពីរោះណាស់ភ្លឺច្បាស់ណាស់ខ្ញុំព្រះអង្គសូមដល់នៅព្រះដ៏មានព្រះភិក្ខផងនៅព្រះធម៌ផងនៅព្រះសង្ឃផងជាទីពឹងទីរលឹកសូមព្រះគោដមដ៏ចម្រើនចាំទុកនៅខ្ញុំប្រករុណាថាជាឧបាសកដល់នៅសមណៈស្មើដោយជីវិតចាប់ផ្ដើមអំពីថ្ងៃនេះតរៀងទៅរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា